សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងមកបន្តបាទតាក់ទងទៅនឹង training បាទ education របស់យើងទៅលើការមើលទៅលើលំហូរទីផ្សារម្ដងអញ្ចឹងបងប្អូនទស្សនាការពីវីដេអូមុនបាទគឺយើងរៀនអំពីការមើលទៅលើ candlestick ឬមួយក៏បកគោទៀននៃការឡើងចុះអញ្ចឹងនៅក្នុងវីដេអូនេះគឺសម្រាប់អ្នកថ្មីទាំងអស់គ្នាបាទដើម្បីឲ្យយើងកំណត់សម្គាល់ថាពេលណាទើបយើងដឹងថាទីផ្សារមានការកើនឡើងពេលណាទើបដឹងថាទីផ្សារមានការធ្លាក់ចុះហើយពេលណាទើបដឹងថាទីផ្សារគឺមិនមានទិសដៅច្បាស់លាស់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាហើយវាស័ក្តិសមបំផុតសម្រាប់អ្នកដែលចាប់ផ្ដើមជួញដូរដំបូងហើយចង់រៀនពីការមើលទៅលើទីផ្សារផ្ទាល់តោះអញ្ចឹងចូលវីដេអូនេះទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះបាទគឺនៅលើទីផ្សាររបស់យើងបច្ចុប្បន្នគឺមាន3លំហូរបាទអញ្ចឹងទី1គឺគេហៅថាលំហូរឡើងបាទយើងមួយក៏យើងហៅថាជា up trend នឹងឯងបាទទី2គឺតកតនឹងលំហូរនៃការធ្លាក់ចុះមានន័យថាទីផ្សារគឺមានទំនោរបន្តធ្លាក់ចុះបាទហើយចុងក្រោយគឺបាទទីផ្សារហៅថាមានទំនោរនៅ sideways ឬមួយក៏យើងនិយាយពីភាសាខ្មែរបាទគឺទីផ្សារនៅត្រឹងបាទគឺវាអត់មានទិសដៅច្បាស់លាស់ទេបងប្អូនអញ្ចឹងយើងចូលមកមើលបាទតកតនឹងលំហូរទី1បាទដែលយើងហៅថាលំហូរកើនឡើងឬមួយក៏ up trend យើងធ្វើដូចម្ដេចទើបដឹងថាលំហូរហ្នឹងគឺជាលំហូរកើនឡើងបាទអញ្ចឹងនៅក្នុងវីដេអូរបស់យើងបាទខ្ញុំបង្ហាញនៅលើ screen ហ្នឹងបាទគឺមាន3បាទអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់តកតនឹងលំហូរទី1បាទអញ្ចឹងលំហូរទី1បាទគឺតកតទៅនឹងលំហូរ up trend បងប្អូនបាទ up trend បាទ up trend អញ្ចឹងជាធម្មតាគឺទីផ្សារគឺតែងតែផ្ដល់បាទតម្រុយនៅក្នុងការកើនឡើងបាទមុននឹងវាធ្វើការបន្តការកើនឡើងអូខេអញ្ចឹងជាធម្មតានៅពេលដែលទីផ្សារមានការកើនឡើងដំបូងឡើយគឺទីផ្សារចេញពីចំណុចទាបបាទចេញពីចំណុចទាបបង្កើតចំណុចទាបមួយទៀតបាទហើយបន្ទាប់មកក៏មានការកើនឡើងអញ្ចឹងចំណុចទាបនេះបាទគឺយើងហៅថាជាចំណុច low បាទខ្ញុំតំណាងអក្សរ L បាទចំណុចខាងលើនេះបាទគឺជាចំណុច high បាទចំណុច high ហើយនៅពេលដែលទីផ្សារមានការធ្លាក់ចុះមកខាងក្រោមបន្តិចបាទគឺបង្កើតបានជាចំណុច higher low មានន័យថាចំណុចមួយនេះបាទគឺជាចំណុចខ្ពស់បាទប៉ុន្តែវាបាទគឺវាខ្ពស់ជាងចំណុចខាងក្រោមនេះបាទដែលជាចំណុចទាបបាទអញ្ចឹងគេហៅវាថាជា higher low ហើយបាទទីផ្សារបន្តការកើនឡើងបង្កើតជាចំណុចខ្ពស់បន្ថែមទៀតបាទ higher high បាទអញ្ចឹងមានទំនោរធ្លាក់ចុះមកបាទបង្កើតបានជា higher low បាទរួចក៏កើនឡើងទៅបង្កើតជាបាទ higher high បន្ថែមទៀតអញ្ចឹងទំនោរទាំងអស់នេះហៅថាជាទំនោរនៃការកើនឡើងបាទអញ្ចឹងនៅចុងវីដេអូរបស់យើងនឹងមានការបង្រៀនបាទជាឧទាហរណ៍ផ្ទាល់ទៅកាន់អ្នកនរគ្នាដើម្បីអ្នកគ្នាកាន់តែងាយយល់បន្ថែមទៀតបាទអញ្ចឹងនេះគឺជាចំណុចមូលដ្ឋានគ្រឹះបាទដែលអ្នកនរគ្នាត្រូវដឹងបាទអញ្ចឹងដំបូងបាទម្ដងទៀតបាទតកតនឹងទីផ្សាររបស់យើងបាទអញ្ចឹងដំបូងឡើយទីផ្សារបាទគឺចេញពីចំណុចទាបបាទបង្កើតបានជាចំណុច higher low បងប្អូនបាទចំណុច higher low ឡើងទៅខាងលើបាទបង្កើតបានជាចំណុច higher high បាទអញ្ចឹងចំណុចខាងនេះគឺជាចំណុច high បាទចំណុចខ្ពស់បាទហើយចេញពីទីផ្សារបាទគឺចេញពីចំណុចទាបខាងក្រោមនេះបាទអញ្ចឹង structure បែបនេះគេហៅថាបាទជាចំណុចទីផ្សារនៃការកើនឡើងបាទអញ្ចឹងមានថាទំនោរនេះគឺជាទំនោរកើនឡើងឬមួយយើងហៅភាសាបច្ចេកទេសថាជា up trend បាទ up trend ទំនោរកើនឡើងហើយយើងកន្លែងមកមើលទំនោរនៃការធ្លាក់ចុះវិញម្ដងបងប្អូនបាទតកតទៅនឹងទំនោរនៃការធ្លាក់ចុះវិញបាទអញ្ចឹងយើងចូលទៅនឹងទំនោរទី2នេះបាទអញ្ចឹងគឺសំខាន់មែនទែនក្នុងការកំណត់សម្គាល់បាទអញ្ចឹងទីផ្សារគឺចេញពីចំណុចខ្ពស់បាទខ្ញុំហៅថានេះគឺជាចំណុចខ្ពស់បាទបង្កើតបានជាចំណុចទាបមួយបងប្អូនបាទចំណុចទាបហើយមានការកើនឡើងទៅលើបាទមានការកើនឡើងទៅលើបាទអញ្ចឹងចំណុចខាងលើនេះគេហៅថាជាចំណុចបាទ lower high បាទ lower high បាទចំណុចទាបប៉ុន្តែវានៅខ្ពស់បងប្អូនបាទគឺវានៅខ្ពស់ជាងចំណុចមួយនេះឯងបាទអញ្ចឹងគេហៅថាវាជា lower high បាទអញ្ចឹងទីផ្សារមានទំនោរធ្លាក់ចុះមកបង្កើតបានទៅជា lower low បាទ lower low បាទកើនឡើងបាទបង្កើតបានជា lower high បាទសុំទោសបាទ higher low បាទសុំទោសបាទ lower high បាទហើយក៏បន្តធ្លាក់ចុះបន្ថែមទៀតបង្កើតបានជា lower low អញ្ចឹងនេះគឺជាមូលដ្ឋានគ្រឹះបាទសម្រាប់សិក្សាទៅលើទីផ្សារជាក់ស្ដែងអញ្ចឹងនៅពេលដែលទីផ្សារបាទតែងតែមានការបង្កើតបាទចំណុច high បាទ low higher low សុំទោសបាទ lower high បាទចុះមកក្រោម lower low higher low lower low បាទអញ្ចឹងទីផ្សារនឹងបន្តនិន្នាការធ្លាក់ចុះអញ្ចឹងនេះគឺជាលំហូរនៃការធ្លាក់ចុះរបស់ទីផ្សារបាទហើយចំណុចទីផ្សារចុងក្រោយបងប្អូនបាទគឺទីផ្សារដែលយើងមិនអាចដឹងថាទិសដៅវាទៅណាច្បាស់លាស់គឺហៅថា market sideways បាទគឺទីផ្សារគឺមានសភាពនៅត្រឹងបាទអញ្ចឹងឧទាហរណ៍ថាវាមានចំណុចខ្ពស់នៅខាងលើនេះបាទហើយខាងនេះគឺជាចំណុចបាតរបស់វាអញ្ចឹងទីផ្សារធ្វើការទិញលក់បាទនៅក្នុងរង្វង់នឹងឯងបងប្អូនបាទគឺអត់មានទិសដៅច្បាស់លាស់ទេយើងអត់ដឹងថាទីផ្សារគឺមានទំនោរទៅណាទេអញ្ចឹងទីផ្សារនៅពេលដែលវាមានការប្រែប្រួលបែបនេះគេហៅថាទីផ្សារនៅត្រឹងបងប្អូនអត់ដឹងថាទីផ្សារនឹងពេលណាមានការកើនឡើងបាទហើយបងប្អូនក៏អត់ដឹងថាទីផ្សារពេលណានឹងបន្តធ្លាក់ចុះដូចគ្នាអញ្ចឹងទម្រង់បែបនេះគេហៅថាទីផ្សារ sideways បងប្អូនបាទអូខេអញ្ចឹងឥឡូវយើងចូលទៅកាន់ឧទាហរណ៍ទាំងអស់គ្នាថាតើនៅលើទីផ្សារជាក់ស្ដែងយើងមើលរបៀបម៉េចដើម្បីកំណត់សម្គាល់ដឹងថាមួយណាជាលំហូរឡើងមួយណាជាលំហូរចុះហើយមួយណាដែលជាលំហូរបាទដែលទីផ្សារនៅត្រឹងឬមួយក៏យើងហៅថា sideways ហ្នឹងឯងបាទអញ្ចឹងយើងចូលទៅទស្សនាវីដេអូអនុវត្តទាំងអស់គ្នាបាទ
អូខេអ្នកនរគ្នាឥឡូវយើងមកចូលទៅមើលឆាតរបស់យើងអ្នកនរគ្នាបច្ចុប្បន្នខ្ញុំនៅក្នុងមាសបាទគឺខ្ញុំមើលនៅក្នុង time frame 15នាទីអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាផ្ដោតចំណាប់អារម្មណ៍បាទទៅលើក្នុងប្រអប់ដែលខ្ញុំគូសប៉ុនអ្នកនរគ្នាបាទអញ្ចឹងនៅក្នុងប្រអប់នេះគឺជាអ្វីដែលយើងបានធ្វើការអនុវត្តបាទទៅលើអ្វីដែលយើងបានរៀនអញ្ចឹងចាំមើលថាតើអ្នកនរគ្នាអាចកំណត់សម្គាល់ចំណុចទាបចំណុចខ្ពស់បាទចំណុច higher high បាទ higher low បានដែរឬទេគេអញ្ចឹងខ្ញុំធ្វើការបញ្យល់អ្នកនរគ្នាអញ្ចឹងទីផ្សារបាទគឺដំបូងឡើយគឺវាកើតចេញពីចំណុចទាបនៅខាងក្រោមនេះបងប្អូនបាទចំណុចទាបបាទទីផ្សារគឺមានការកើនឡើងរហូតដល់ចំណុចខាងលើនេះបាទអញ្ចឹងយើងហៅថាវាជាចំណុចខ្ពស់បាទចំណុច high បាទនេះគឺជាចំណុច high បាទហើយខាងក្រោមនេះយើងចេញពីចំណុចទាបបាទចំណុច high ហើយទីផ្សារបាទគឺមុននឹងបន្តការកើនឡើងគឺវាមានការធ្លាក់ចុះមកខាងក្រោមបាទគឺបង្កើតបានទៅជាបាទចំណុចនេះគឺជាចំណុចអីគេបងប្អូនបាទគឺ higher low បងប្អូនបាទ higher low មានថាចំណុចនេះគឺចំណុចទាបប៉ុន្តែវានៅខ្ពស់បាទវានៅខ្ពស់ជាងចំណុចខាងនេះបងប្អូនបាទអញ្ចឹងគេហៅវាថាជាចំណុច higher low បាទ higher low បាទអូខេខ្ញុំសូមលុបចេញកន្លែងនេះបន្តិចបងប្អូនបាទចំណុច higher low អូខេ higher low ហើយទីផ្សារគឺមានការបន្តការកើនឡើងបន្ថែមទៀតបាទមកដល់ចំណុចនេះគេហៅថាជាចំណុចបាទ higher high បាទហេតុអីបានគេហៅថា higher high ដោយសារតែជាចំណុចមួយនេះគឺវាខ្ពស់ជាងចំណុចខាងឆ្វេងដៃខ្ញុំនេះបងប្អូនបាទអញ្ចឹងគេហៅថាជាបាទចំណុច higher high អូខេអញ្ចឹងនេះគឺជាការមើលទៅលើទីផ្សារបងប្អូនបាទគឺវារត់ទៅក្នុងទម្រង់បែបហ្នឹងបាទអញ្ចឹង higher low បាទ higher high បាទ higher low បាទអញ្ចឹងឡើងទៅខាងលើនេះបាទគឺ higher high អញ្ចឹងអ្វីដែលបងប្អូនមើលនៅក្នុងប្រអប់នេះបាទគឺជាទំនោរនៃការកើនឡើងបាទបងប្អូនឃើញវារត់ឡើងទេបាទរត់ឡើងអញ្ចឹងគឺបង្ហាញថាទីផ្សារមាននិន្នាការក្នុងការកើនឡើងបាទអញ្ចឹងនៅពេលដែលទីផ្សារមានទំនោរកើនឡើងបងប្អូនរកកន្លែងក្នុងការទិញបាទគឺល្អបំផុតសម្រាប់ការចូលទីផ្សារដោយស្របទៅនឹងលំហូរទីផ្សារជាក់ស្ដែងបាទអញ្ចឹងនេះគឺជាលំហូរនៃការកើនឡើងអូខេអញ្ចឹងឥឡូវយើងកន្លែងមកមើលលំហូរនៅក្នុងការធ្លាក់ចុះវិញម្ដងបាទអញ្ចឹងសម្រាប់លំហូរក្នុងការធ្លាក់ចុះរបស់យើងវិញបាទខ្ញុំចង់ឲ្យបងប្អូនមើលកន្លែងមកមើលបាទនៅក្នុងប្រអប់មួយនេះបងប្អូនបាទខ្ញុំចង់ឲ្យបងប្អូនកន្លែងមកមើលក្នុងប្រអប់មួយនេះបាទអញ្ចឹងនៅក្នុងប្រអប់មួយនេះគឺជាទីផ្សារបាទដែលស្ថិតនៅក្នុងទំនោរធ្លាក់ចុះបាទទំនោរធ្លាក់ចុះអូខេអញ្ចឹងខ្ញុំបញ្យល់អ្នកនរគ្នាទាំងអស់គ្នាបាទអញ្ចឹងដោយអ្វីដែលយើងបានរៀនបាទអញ្ចឹងចំណុចខាងលើនេះបាទគឺជាចំណុច high បាទចំណុចខ្ពស់បាទវាធ្វើការធ្លាក់ចុះមកខាងក្រោមបងប្អូនបាទធ្លាក់ចុះមកខាងក្រោមចំណុចនេះបាទគឺហៅថាចំណុចបាទទាបបាទចំណុច low ខ្ញុំសូមសរសេរអក្សរកាត់បាទ L ហើយទីផ្សារក៏បន្តការកើនឡើងមកដល់ចំណុចមួយនេះបងប្អូនបាទចំណុចខ្ពស់នេះបាទយើងហៅថាជាចំណុចបាទ lower high បាទ lower high មានថាចំណុចមួយនេះគឺនៅខ្ពស់ប៉ុន្តែវាទាបជាងចំណុចខាងឆ្វេងដៃខ្ញុំនេះបងប្អូនបាទគឺវាទាបជាងចំណុចមួយនេះបាទអញ្ចឹងគេហៅវាថាជាចំណុចបាទ lower high បាទ lower high បាទ lower high បាទបង្កើតបានជាចំណុច lower high ហើយទីផ្សារក៏មានការធ្លាក់ចុះមកខាងក្រោមបាទធ្លាក់ចុះមកខាងក្រោមបង្កើតបានទៅជាចំណុចបាទគឺ lower low បងប្អូនបាទ lower low បាទឡើងទៅខាងលើ lower high បាទចំណុចនេះ lower high បាទហើយមានការធ្លាក់ចុះមកខាងក្រោមបន្ទាត់ចុងក្រោយនេះបងប្អូនបាទចំណុចទាបមួយនេះបាទគឺគេហៅថាជា lower low អញ្ចឹង structure ទាំងអស់នេះបាទដូចបងប្អូនឃើញគឺជាទំនោរនៅក្នុងការធ្លាក់ចុះបង្ហាញថាទីផ្សារបាទគឺមានទំនោរក្នុងការធ្លាក់ចុះបើសិនជាទីផ្សារនៅតែបង្កើតបាទ lower high lower low បាទ lower high lower low ទីផ្សារនៅតែបន្តការធ្លាក់ចុះជានិច្ចបងប្អូនបាទអញ្ចឹងនេះគឺជាឱកាសក្នុងការចូល sell បាទបើសិនជាមានទំនោរបែបនេះកើតឡើងបាទអូខេចុងក្រោយនេះគឺជាទីផ្សារ sideways បងប្អូនបាទអញ្ចឹងយើងចូលមើលទាំងអស់គ្នាបាទអញ្ចឹងទីផ្សារ sideways បាទគឺមានទម្រង់បែបនេះឯងបាទអញ្ចឹងនៅខាងលើនេះបាទខ្ញុំហៅថាវាជាចំណុច resistance បាទនៅខាងក្រោមនេះគឺជាចំណុច support របស់វាអញ្ចឹងទីផ្សារគឺវាមានទម្រង់ក្នុងការកើនឡើងធ្លាក់ចុះបាទនៅក្នុងតែប្រអប់ហ្នឹងទេបងប្អូនបាទគឺយើងដឹងថាទិសដៅច្បាស់លាស់តើវាគឺមានការកើនឡើងឬមួយក៏បន្តធ្លាក់ចុះទេបាទអញ្ចឹងទីផ្សារបែបនេះបាទគឺមានថាវាអត់មានទិសដៅច្បាស់លាស់បាទហើយបងប្អូនចូលទិញលក់ជាមួយនឹងទីផ្សារក៏ពិបាកក្នុងការសម្រេចចិត្តដូចគ្នាអញ្ចឹងនេះគឺជាទម្រង់បាទទីផ្សារចុងក្រោយបាទដែលយើងហៅថាជាទីផ្សារ sideways បាទអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអ្នកនរគ្នាបាទបើសិនជាអ្នកនរគ្នាមានចង្អុលអ្វីបាទអាចឆាតសួរឬមួយក៏ comment នៅខាងក្រោមវីដេអូនេះបានហើយអ្នកនរគ្នាអាចយកទៅអនុវត្តខ្លួនឯងបន្ថែមបានបើសិនជាអ្នកនរគ្នាអាចធ្វើបានបាទគឺមានន័យថាអ្នកនរគ្នាបានរៀនបាទក៏ដូចជាទទួលបាននៅចំណេះដឹងពីការ sharing របស់ខ្ញុំមួយនេះហើយបាទអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូបាទ training education បន្ទាប់ទៀត